អ្នកអានទាំងឡាយគ្រាមួយខ្ញុំទៅនៅចាំពុសានាស្រុកកោកេឡាក្រៀមតំបន់មួយនៃក្រុងរាជក្រឹស្នអ្នកស្រុកបានអើពើជួយធ្វើកុដិតូចមួយខ្នងឲ្យខ្ញុំនៅជិតជើងភ្នំធាទឹកខាងក្រោយកុដិជាកំពូលភ្នំខ្ពស់ឡើងទៅខាងមុខកុដិមានថ្មធំទូលាយរាបស្មើល្អបរិវេណជុំវិញមានដើមឈើផ្សេងធំលាតមែកបែកសន្លឹកគ្របបាំងពីលើធ្វើឲ្យផែនថ្មមានម្លប់ត្រជាក់គួរអង្គុយសម្រាកពន់ពេកណាស់រំលងផែនថ្មនេះចុះទៅជាលានដីទូលាយល្មមប្រមាណទីលានដីនេះមានកុដិតូចមួយខ្នងសម្រាប់ជាទីនៅរបស់ឧបាសកម្នាក់ដែលអ្នកស្រុកចាត់ឲ្យមកនៅចាំបម្រើខ្ញុំតអំពីនោះទៅជាដុំថ្មខ្ពស់ខ្លះទាបខ្លះរៀបរាយតគ្នាចុះទៅដូចជាចណ្ដើរធម្មជាតិរហូតដល់ផ្លូវទឹកដែលផ្លូវទឹកនេះមានដើមឈើខ្នាតធំមួយដើមដួលរលំដោយកម្លាំងខ្យល់កាលយូរមកហើយនៅគងនឹងត្រើយមកខាងផ្លូវទឹកក្លាយជាស្ពានធម្មជាតិសម្រាប់ឆ្លងទៅបណ្ឌបាតក្នុងភូមិស្រុកដែលនៅឆ្ងាយប្រមាណ500ជួរធ្នូបរិវេណនោះឧត្តមសម្បូរដោយសត្វព្រៃប្រភេទនានាតាំងពីសត្វតូចដែលយំសំឡេងមុតយាមរាត្រីរហូតដល់មាន់ព្រៃនិងទទាដែលតែងដើររកចំណីស៊ីចិត្តកត់ខ្ញុំដោយមិនបានសម្ដែងសេចក្តីតក់ស្លុតរន្ធត់ខ្លាចអ្វីឡើយវាប្រហែលដឹងថាខ្ញុំជាសាមណៈអ្នកវាដាច់ខាតហើយនៅការបៀតបៀនសត្វដទៃអ្នកពេញចិត្តពេញព្រៀបដោយមេត្តាធម៌ខ្ញុំបាចបាយដែលសល់ពីឆាន់ទៅខាងបណ្ដោយឲ្យសត្វទាំងនោះមកចឹកស៊ីតាមសប្បាយក្នុងវេលាថ្ងៃទីនៅរបស់ខ្ញុំពេញដោយជីវិតជីវ៉ាតែក្នុងវេលារាត្រីក៏ស្ងៀមស្ងាត់ដូចព្រៃខ្មោចទោះដូច្នោះក៏មិនធ្វើឲ្យខ្ញុំហួតហែងចំបែងចិត្តគិតខ្លាចអ្វីទេឧបាសកម្នាក់មាន់ព្រៃទទារៃនិងព្រឹកល្ជាតិដ៏មានម្លប់ត្រជាក់គ្រប់គ្រាន់ហើយសម្រាប់សេចក្តីកក់ក្ដៅដល់ចិត្តក្នុងវេលានោះអ្នកស្រុកគ្រប់គ្នាកាលមកឃើញលំនៅរបស់ខ្ញុំនាំគ្នាលាន់មាត់សរសើរថាស្ងប់សប្បាយគួរនៅខ្ញុំឆ្លើយប្រាប់ថារូងភ្នំលំនៅព្រៃគឺស្រុកដើមរបស់មនុស្សកាលមនុស្សបានត្រឡប់មកឃើញស្រុកដើមម្ដងទៀតទើបដឹងថាគួរនៅក្នុងរវាងកណ្ដាលនោះឯងហេតុការណ៍ដ៏សោកសៅមួយបានកើតឡើងយប់ជ្រៅនៃរាត្រីមួយខណៈដែលខ្ញុំកំពុងពិចារណាធម៌នៅលើផែនថ្មមុខកុដិខ្ញុំបានសង្កេតឃើញអណ្ដាតភ្លើងបានឆេះសន្ធោសន្ធៅក្រហមឆ្អៅឡើងត្រង់ភូមិកោកេឡាក្រៀមព្រមដោយសំឡេងស្រែកវុះវាស់របស់អ្នកស្រុកឮឡើងខ្ញុំគិតក្នុងចិត្តថាមុខជាមានកើតអគ្គិភ័យឡើងនៅផ្ទះនរណាម្នាក់ពិតប្រាកដភ្លើងឆេះសន្ធោសន្ធៅអស់វេលាជាយូរទើបស្ងប់បាត់អណ្ដាតថ្ងៃព្រឹកឡើងមេស្រុកបានមករកខ្ញុំព្រមដោយទឹកភ្នែកហើយរាយការណ៍ថាលោកម្ចាស់ដ៏ចម្រើនយប់មិញបានកើតភ្លើងឆេះផ្ទះរបស់ខ្ញុំផ្ទះនឹងទ្រព្យសម្បត្តិត្រូវភ្លើងឆេះបំផ្លាញអស់រលីងហើយខ្ញុំខ្លាចជាមនុស្សទុរគតខ្សត់ក្រហើយព្រះគុណម្ចាស់មេត្តាជួយខ្ញុំផងកុំបារម្ភអីអាត្មានឹងជួយយ៉ាងពេញសមត្ថភាពសូមទានមេត្តាជួយឲ្យបានឆាប់ផងបើមិនដូច្នោះខ្ញុំនឹងប្រពន្ធកូនមកជាអត់បាយស្លាប់មិនខានមេស្រុកពោលយ៉ាងក្រវល់ក្រវាយចិត្តអាត្មានឹងផ្ដាំជួយឥឡូវនេះឯងតែសូមឲ្យឧបាសកស្ងប់ចិត្តបំភ្លេចរឿងឆេះផ្ទះទុកមួយគ្រាសិនមេស្រុកអង្គុយឈ្ងោកមុខដោយអាការៈសង្រួមដ៏ល្អហើយខ្ញុំក៏ផ្ដាំជួយគេដោយធម្មឱសថឬធម្មទានដូចតទៅនេះមនាលឧបាសកចូលតាំងចិត្តឲ្យស្ងប់រងាប់ហើយប្រងស្ដាប់រឿងអាត្មានឹងនិយាយឲ្យស្ដាប់ក្នុងរវាងដែលអាត្មាធ្វើដំណើរមកដោយលំដាប់នោះថ្ងៃមួយបានទៅស្នាក់នៅក្នុងភូមិមួយព្រឹកឡើងក៏ចូលទៅបណ្ឌបាតក្នុងស្រុកតាមវិស័យសាមណៈខណៈដែលកំពុងដើរទៅតាមផ្លូវបានសង្កេតឃើញវងមនុស្សជាវងធំកំពុងចោមរោមមើលអ្វីទើបដើរឈានចូលទៅជិតដើម្បីនឹងមើលថាមានរឿងអ្វីកើតឡើងអាត្មាបានឃើញមនុស្ស 2-3 នាក់កំពុងចាប់មនុស្សប្រុសម្នាក់ទាញចេញមកពីគុម្ពការដ្ឋានរបស់គុម្ពការីស្មូនឆ្នាំងម្នាក់បុរសដែលត្រូវអូសទាញមកក៏ខំរើបំរះតស៊ូត្រឡប់ចូលទៅរោងធ្វើឆ្នាំងនោះវិញព្រមទាំងស្រែកថាខ្ញុំមិនទៅនេះគុម្ពការដ្ឋានរបស់ខ្ញុំ
ទ្រព្យសម្បត្តិគ្រប់យ៉ាងជារបស់ខ្ញុំនឹងទៅណាកើតចំណែកមនុស្សទាំងឡាយមិនស្ដាប់គាត់នោះខំប្រទាញប្រទង់គេចេញទៅព្រមទាំងស្រែកថាឯងជាមនុស្សឈួតបានឃើញហេតុការណ៍ដ៏ចម្លែកនោះហើយអាត្មាទើបសួរបុរសម្នាក់ថាកើតរឿងរ៉ាវអ្វីគេនិយាយឲ្យស្ដាប់ថាបុរសម្នាក់ដែលត្រូវគេអូសទាញចេញមកនោះជាមនុស្សប្លែកមុខមកពីណាក៏មិនដឹងកាលពីយប់មិញបានទៅសូមសំណាក់នៅនឹងនាយស្មូនឆ្នាំងប្រាប់ថាព្រឹកឡើងក៏នឹងសូមលាធ្វើដំណើរតទៅសូមអាស្រ័យនៅតែមួយយប់ប៉ុណ្ណោះនាយស្មូនឆ្នាំងគាត់ក៏ពេញចិត្តចាត់ទីស្នាក់ឲ្យនៅដោយអាស្រ័យមេត្រីរកគ្នានឹងគ្នារករបស់ប្រើប្រាស់ផ្សេងមកឲ្យលុះព្រឹកឡើងបុរសប្លែកមុខនោះបែរជាគៀចក្រាញននាលថាគុំបការដ្ឋាននឹងអ្វីគ្រប់យ៉ាងជាទ្រព្យសម្បត្តិរបស់ខ្លួនមិនព្រមចេញពីគុំបការដ្ឋានរបស់នាយស្មូនឆ្នាំងទេអ្នកស្រុកគិតថាគាត់នោះឈួតហើយទើបនាំគ្នាចាប់អូសទាញចេញមកដោយដែលបានឃើញនេះមនាលឧបាសកបើលោកទៅជួបហេតុការណ៍ដូច្នោះលោកនឹងគិតយ៉ាងណាលោកគិតថាបុរសនោះជាមនុស្សឈួតឬជាមនុស្សជាមេស្រុកឆ្លើយភ្លាមថាបុរសនោះប្រកាសជាមនុស្សឈួតព្រោះតើម៉ៅយករបស់គេថាជារបស់ខ្លួនទាំងដែលខ្លួនមិនមានសិទ្ធិអ្វីឡើយអាត្មានឹងបញ្ជាក់ហេតុផលឲ្យស្ដាប់បើបុរសនោះឈួតមនុស្សទូទៅក៏ឈួតដែរលោកនេះគឺគុំបការដ្ឋានរបស់នាយស្មូនឆ្នាំងមនុស្សគ្រប់គ្នាជាអ្នកមកសូមអាស្រ័យនៅមួយដងមួយគ្រាហើយក៏ត្រូវបែកឃ្លាតចាកទៅយើងមកកាន់លោកនេះដោយខ្លួនទទេទ្រព្យសម្បត្តិមួយចំណិតតូចក៏គ្មានជាប់តាមខ្លួនមកឡើយទ្រព្យសម្បត្តិផ្សេងដូចជាផ្ទះសម្បែងស្រែចម្ការច្បារដំណាំប្រាក់កាសយើងទៅនឹងរកពេលក្រោយកាលដល់គ្រាយើងនឹងចេញចាកលោកនេះទៅហើយយើងត្រូវចោលទ្រព្យសម្បត្តិទាំងនេះទុកខាងក្រោយទោះមានច្រើនមានតិចប៉ុណ្ណាក៏យកទៅជាមួយផងមិនបានបើសន្មតថាគ្រប់មនុស្សស្លាប់អស់ទ្រព្យសម្បត្តិនឹងនៅក្នុងលោកនេះវាក៏ត្រឡប់ទៅរកអ្នកដែលជាម្ចាស់ដើមរបស់វាមនុស្សយើងគ្រប់គ្នាមិនមែនជាម្ចាស់យើងជាអ្នកមកសូមអាស្រ័យនៅមួយដងមួយគ្រាប៉ុណ្ណោះក្នុងមិនយូរត្រូវបែកឃ្លាតទៅចោលរបស់ផ្សេងឲ្យអ្នកដែលមកអាស្រ័យក្រោយប្រើប្រាស់តទៅកាលសេចក្តីពិតមានដូច្នេះទ្រព្យរបស់យើងនៅទីណារបស់យើងមិនមានតែមនុស្សភាគច្រើនក៏និយមយ៉ាងស្វិតស្វាញថាផ្ទះរបស់យើងប្រាក់មាសរបស់យើងសម្លៀកបំពាក់របស់យើងស្រែចម្ការរបស់យើងជាប់នៅនឹងវត្ថុទាំងនេះមិនចង់ឲ្យខ្លួនព្រាត់ចាក់របស់ទាំងនេះមិនចង់ឲ្យរបស់ទាំងនេះព្រាត់ចាក់ពីខ្លួនកាលកើតការព្រាត់ប្រាសនិរិះហើយក៏កើតសេចក្តីសោកសៅខូចចិត្តក្រៀមក្រំរៀបរាប់រ៉ាំរ៉ៃដូចគ្នានឹងបរិសប្លែកមុខដែលចូលទៅសូមស្នាក់ក្នុងគុំបការដ្ឋានរបស់គុំបការីហើយគៀចក្រាញថាជារបស់ខ្លួនត្រូវគេអូសទាញចេញក៏មិនព្រមចេញដូច្នោះអាត្មាទើបពោលថាមនុស្សចំណែកច្រើនក៏ឈួតដូចមនុស្សប្លែកមុខនោះមនាលឧបាសកកុំខូចចិត្តឡើយដែលលោកត្រូវសូនបងនៅផ្ទះសម្បែងនឹងទ្រព្យសម្បត្តិព្រោះហេតុត្រូវភ្លើងឆេះព្រោះរបស់ទាំងនេះមិនមែនជារបស់យើងខ្ចីគេមកប្រើមួយរយៈកាលប៉ុណ្ណោះឥឡូវនេះដល់វេលាដែលគេនឹងត្រូវហៅរករបស់គេវិញយើងគួរប្រគល់ឲ្យគេដោយសេចក្តីត្រេកអរក្នុងកាលជីវិតរាងកាយរបស់យើងនៅមានយើងក៏រកជាថ្មីបានដូច្នេះកុំសោកសៅខូចចិត្តអីធ្វើចិត្តឲ្យរឹងពឹងក្នុងមិនយូរលោកអាចសាងឋានៈរបស់លោកឲ្យស្ដុកស្ដំបានដូចមុនមេស្រុកអង្គុយត្រេះរិះអស់វេលាដ៏យូរទើបក្រាបសំពះខ្ញុំហើយពោលដោយសំឡេងច្បាស់លាស់ជាងមុនលោកម្ចាស់ដ៏ចម្រើនធម្មទេសនារបស់លោកឲ្យពន្លឺភ្លឺស្វាងច្បាស់លាស់ដល់ចិត្តខ្ញុំមិនធ្លាប់បានស្ដាប់ហេតុផលដូចនេះមកពីមុនឡើយទើបសម្គាល់ដាច់ខាតថាទ្រព្យទាំងឡាយជារបស់ខ្លួនពិតតែដែលពិតវាគ្រាន់តែជាវត្ថុធាតុដែលយើងសូមខ្ចីមកប្រើមួយដងមួយគ្រាក្នុងរវាងដែលមកអាស្រ័យនៅក្នុងលោកនេះប៉ុណ្ណោះឯងការចូលចិត្តយល់ហេតុផលនេះហើយធ្វើឲ្យខ្ញុំស្រាលស្រាក់ចាក់ទុកបានសុខសប្បាយចិត្តច្រើនឡើងថាហើយគេក៏ក្រាបសំពះខ្ញុំដោយសេចក្តីគោរពម្ដងទៀតមនាលឧបាសកមនុស្សសាមញ្ញគ្រប់គ្នារមែងធ្លាក់នៅក្រោមអំណាចនៃមោហៈគឺសេចក្តីវង្វេងសេចក្តីច្រឡំឬសេចក្តីចូលចិត្តខុសឃ្លាតចាកសេចក្តីពិតនោះមួយយ៉ាងគេយល់ឃើញមួយយ៉ាងផ្សេងទៀតទៅហើយក៏ប្រកាន់មាំថារបស់ពិត
តាមសេចក្តីយល់សម្គាល់ខុសរបស់ខ្លួននោះគេសម្គាល់ខុសក្នុងរឿងអ្វីខ្លះគេសម្គាល់ខុសក្នុងរឿងទ្រព្យថាទ្រព្យជារបស់ខ្លួនពិតៗទាំងដែលទ្រព្យត្រឹមតែជាវត្ថុធាតុមាននៅក្នុងលោកប៉ុណ្ណោះកាលគិតថាទ្រព្យជារបស់ខ្លួនក៏ជាប់នៅក្នុងទ្រព្យក្រវល់ក្រវាយនៅនឹងទ្រព្យធ្វើអាក្រក់ព្រោះទ្រព្យហើយក៏កើតទុក្ខព្រោះទ្រព្យមនុស្សខ្លះបានយសហើយក៏វង្វេងនឹងយសគិតថាយសជារបស់គង់វង្សពិតប្រាកដជាប់ស្អិតនៅក្នុងយសក្រវល់ក្រវាយព្រោះយសធ្វើអាក្រក់ព្រោះយសហើយក៏បានកើតទុក្ខព្រោះយសនោះតាមសេចក្តីពិតយសបណ្ដាស័ក្តិគ្រាន់តែជារបស់ដែលសន្មត់គ្នាឡើងមិនមែនកើតឡើងដោយខ្លួនឯងស្មូនឆ្នាំងអាចយកដីទៅសូនឆ្នាំងចានចង្ក្រានពេងប៉ាន់ជារូបសត្វផ្សេងទៀតបានតែក្នុងទីបំផុតវាក៏ទៅជាដីតាមធាតុដើមរបស់វានោះឯងមនុស្សយើងគេអាចសន្មត់ថាឲ្យជាព្រាហ្មណ៍ជាវេស្សៈជាសូត្រៈជាចន្ទៀលជាមេស្រុកជាទាហានជាសេនាបតីជាព្រះរាជានិងជាអ្វីដតីទៀតតែក្នុងទីបំផុតគេជាមនុស្សម្នាក់ដូចមនុស្សទាំងឡាយក្នុងលោកដែលត្រូវកើតចាស់ឈឺស្លាប់ផងគ្នាយសទាំងឡាយត្រឹមតែជាការសន្មត់យសដែលពិតរបស់មនុស្សគ្រប់គ្នាគឺសត្វលោកដែលស្រឡាញ់ជីវិតមិនគិតចង់ស្លាប់ប្រាថ្នាសេចក្តីសុខសប្បាយស្អប់ចិនណាយសេចក្តីទុក្ខបើមនុស្សយើងគិតជានិច្ចថាខ្លួនត្រឹមតែជាសត្វលោកមួយគេនឹងមិនវង្វេងនឹងយសស័ក្តិខាងក្រៅដែលមនុស្សសន្មត់ឲ្យគេនឹងមិនក្រអឺតឡើងក្រអោងប៉ើងចិត្តគេនឹងឃើញចិត្តឃើញថ្លើមចិត្តមនុស្សជាតិហើយក៏ធ្វើតែសេចក្តីល្អឲ្យផលគឺសេចក្តីសុខស្ងប់សុខក៏កើតមានឡើងក្នុងសង្គមមនុស្សមនាលឧបាសកក្រៅពីទ្រព្យសម្បត្តិនិងយសដែលពោលហើយមនុស្សយើងនៅវង្វេងច្រឡំចូលចិត្តខុសក្នុងរបស់ដតីទៀតច្រើនណាស់ល្មមនឹងសរុបបានថាអ្នកណាមានរបស់អ្វីក៏ច្រើនតែវង្វេងច្រឡំក្នុងរបស់នោះមួម៉ៅក្តៅក្រហាយនឹងរបស់នោះមេស្រុកនិយាយឡើងលោកម្ចាស់ដ៏ចម្រើនហេតុផលរបស់ព្រះគុណម្ចាស់ឲ្យសេចក្តីភ្លឺស្វាងដល់ខ្ញុំច្រើនណាស់ខ្ញុំនៅវង្វេងច្រឡំអ្វីច្រើនទៀតសូមមេត្តាសម្ដែងបញ្ជាក់វិធីកែសេចក្តីវង្វេងដល់ខ្ញុំផងមនាលឧបាសកវិធីកែសេចក្តីវង្វេងច្រឡំអាចធ្វើបានមិនជាពិបាកណាស់ណាទេការលោកដឹងខ្លួនថាជាអ្នកវង្វេងហើយដូច្នេះក៏កាន់តែងាយនឹងកែដោយបរោះដែលវង្វេងផ្លូវបើដឹងថាខ្លួនវង្វេងផ្លូវមុខជារកឃើញផ្លូវត្រូវក្នុងពេលមិនយូរឡើយបើមិនដឹងថាខ្លួនវង្វេងផ្លូវទេក៏ចេះតែដើរតាមផ្លូវខុសជានិច្ចទៅមិនមានថ្ងៃដល់គោលដៅចង់បំផុតបានឡើយលោកជ្រាបហើយថាសេចក្តីវង្វេងពីការមិនដឹងសេចក្តីពិតហេតុដែលមិនដឹងសេចក្តីពិតព្រោះមានចិត្តងងឹតងងល់ព្រោះមានអ្វីខ្លះជ្រៀតជ្រែកនៅក្នុងចិត្តដោយទឹកដែលពេញទៅដោយធូលីកកល្អក់រមែងមិនថ្លាល្អដូចមនុស្សដែលសម្រាមចូលភ្នែកធ្វើឲ្យឈឺស្រវាំងភ្នែកមើលអ្វីមិនឃើញច្បាស់ហើយក៏សម្គាល់ខ្សែថាជាពស់ខ្សែគឺសេចក្តីពិតពស់គឺសេចក្តីមិនពិតធ្វើយ៉ាងណាយើងនឹងដឹងសេចក្តីពិតចម្លើយគឺថាយើងអាចធ្វើបានដោយវិធីពីរវិធីមួយដោយការសិក្សាពិសោធន៍សាកសួរថាជាពស់នោះយ៉ាងល្អិតល្អន់គ្រប់គ្រាន់ដោយយកឈើឆ្កឹះមើលខ្លះយកឈើសោកឡើងខ្លះបើឃើញថាមិនកម្រើកយើងនឹងកើតសេចក្តីដឹងថ្មីថាពស់ស្លាប់ធម្មតាពស់ស្លាប់ហើយរមែងចឹកនរណាមិនបានបើដឹងដូច្នេះយើងក៏ចាប់មកពិសោធន៍មើលដោយដៃស្ទាបផ្ទាល់ក្នុងទីបំផុតសេចក្តីដឹងច្បាស់លាស់ដែលកើតឡើងក្នុងចិត្តនោះគឺខ្សែលុះដឹងថាជាខ្សែត្រឹមប៉ុណ្ណោះសេចក្តីខ្លាចសេចក្តីសង្ស័យស្ទាក់ស្ទើរក៏បាត់អស់រលីងវិធីទី2ដោយយកសម្រាមចេញពីភ្នែកជាមុនព្រោះកាលសម្រាមចេញពីភ្នែកហើយការស្រវាំងក៏បាត់ទៅដួងភ្នែកក៏ថ្លាជ្រះមើលឃើញអ្វីបានច្បាស់តាមសេចក្តីពិតជានិច្ចវិធីនេះល្អជាងវិធីទី1ព្រោះជាការកែដើមហេតុដោយពិតកាលភ្នែកថ្លាជ្រះស្រឡះហើយអាចនឹងមើលអ្វីឃើញច្បាស់ទាំងអស់មិនធ្វើឲ្យកើតសេចក្តីចូលចិត្តខុសទៀតវិធីដំបូងជាវិធីកែចុងហេតុទោះចូលចិត្តត្រូវក្នុងរឿងពស់ក៏ដោយនឹងសម្គាល់ខុសបានក្នុងរបស់ដតីទៀតត្រូវពិសោធន៍សាកសួរទៀតមិនមានវេលាចប់បានតែសំបីយ៉ាងនោះក៏នៅល្អជាងមិនធ្វើសោះដែរមនាលឧបាសកមនុស្សភាគច្រើនដែលវង្វេងច្រឡំនៅអ្វីផ្សេងរាល់ថ្ងៃនេះព្រោះដួងភ្នែកគឺចិត្តរបស់គេពេញដោយធូលីធ្វើឲ្យចិត្តកកល្អក់មួម៉ងមើលអ្វីមិនឃើញច្បាស់ទើបសម្គាល់យល់ខុសកាលសម្គាល់យល់ខុសក៏ធ្វើខុសនិយាយខុសទៅផងផលដែលកើតខុសគឺទុក្ខ
កាលចូលចិត្តខុសហើយនៅមិនដឹងថាខ្លួនខុសមិនគិតពិសោធន៍រកសេចក្តីពិតហើយក៏ដើរតាមផ្លូវខុសជានិច្ចទៅធូលីដែលធ្វើចិត្តឲ្យកកល្អក់ខ្វល់ខ្វក់នោះគឺអ្វីលោកគួរជ្រាបលក្ខណៈរបស់ចិត្តជាមុនចិត្តរបស់មនុស្សយើងក្នុងវេលាប្រក្រតីមានលក្ខណៈថ្លាត្រជាក់ស្ងប់និងគិតអ្វីក៏ធ្លុះធ្លាយជាគំនិតដែលល្អបើនិយាយអ្វីចេញមកក្នុងខណៈនោះក៏ជាសម្ដីដែលល្អធ្វើការងារអ្វីក៏ជាការងារដែលល្អការគិតល្អនិយាយល្អធ្វើល្អក៏កើតឡើងមនាលឧបាសកវេលាសេចក្តីចង់បានសេចក្តីក្រហល់ក្រហាយនឹងចូលមកជ្រៀតជ្រែកចិត្តធ្វើឲ្យចិត្តក្រវល់ក្រវាយអន្ទះអន្តែងប្រហែលនឹងខ្លាស្គមដែលជាប់នៅក្នុងទ្រុងជួនកាលកំហឹងខឹងក្រោតចូលមកជ្រៀតជ្រែកចិត្តធ្វើឲ្យចិត្តមួម៉ៅក្តៅផ្សាដោយត្រូវចាក់ដោតដែកស្រួចជួនកាលដំរែកត្រេកត្រអាលចូលមកគ្រប់គ្រងចិត្តធ្វើចិត្តឲ្យននះននាលដោយដំរីចោះព្រេងដែលភ្នែកខ្វះកំហឹងសេចក្តីរិឆាសេចក្តីត្រេកត្រអាលសេចក្តីសោកជាដើមទាំងនេះគឺជាធូលីរបស់ចិត្តធ្វើចិត្តឲ្យងងឹតមួម៉ងមើលអ្វីឃើញមិនច្បាស់ដោយធូលីឬសម្រាមចូលភ្នែកវិធីកែត្រូវមានសតិភ្ញាក់ខ្លួនប្រើសតិជាយាមល្បាតមើលចិត្តរបស់ខ្លួនត្រួតត្រាពិនិត្យមើលចិត្តជានិច្ចថាចិត្តជ្រះថ្លាជាប្រក្រតីឬកកល្អក់បើកកល្អក់ព្រោះមានអ្វីមកជ្រៀតជ្រែកសេចក្តីក្រោធឬសេចក្តីស្អប់សេចក្តីលោភឬសេចក្តីធុញថប់សេចក្តីរិឆាឬសេចក្តីស្រឡាញ់ការដឹងថាអារម្មណ៍ប្រភេទណាមួយកំពុងគ្រប់គ្រងចិត្តដោយសេចក្តីក្រោធឲ្យតាំងស្មារតីទុកឲ្យមាំកុំបណ្ដោយជាប់តាមសេចក្តីប្រព្រឹត្តទៅរបស់វាគ្រប់ខណៈដែលសេចក្តីក្រោធនោះកើតឡើងមករំដប់ចិត្តហើយខឹងបន្តិចត្រឹមថ្នាក់អាអន់ឬក៏មួម៉ៅក្តៅក្រហាយអន្ទះអន្តែងពេញទីបើឃើញថាក្តៅក្រហាយពេញទីត្រូវសង្កត់ចិត្តទុកកុំឲ្យចិត្តគិតព្រោះចិត្តដែលពេញដោយកំហឹងរមែងគិតក្នុងផ្លូវអាក្រក់សង្កត់មាត់ទុកកុំឲ្យនិយាយបើមាត់និយាយក្នុងខណៈចិត្តកំពុងក្រោធពាក្យសម្ដីដែលនិយាយក៏ជាពាក្យសម្ដីដែលអាក្រក់សង្កត់ដៃជើងកុំឲ្យធ្វើការបើធ្វើការក៏ជាការអាក្រក់ផលដែលហុចមកគឺសេចក្តីទុក្ខសេចក្តីអន្តរាយក្តៅក្រហាយស្ដាយក្រោយបើមានសតិដឹងខ្លួនជុំវិញយ៉ាងនេះក្នុងមិនយូរសេចក្តីក្រោធនឹងរងាប់រលាយចិត្តនឹងត្រឡប់ជ្រះស្អាតតាមដំណើរដើមរបស់វាតពីនោះនឹងគិតនឹងនិយាយនឹងធ្វើអ្វីក៏គិតនិយាយធ្វើមិនបានផលអាក្រក់អ្វីឡើយមនាលឧបាសកអារម្មណ៍ប្រភេទដតីដោយសេចក្តីលោភសេចក្តីរិឆាជាដើមក៏អាចនឹងរងាប់បានដោយវិធីនេះដូចគ្នាមនុស្សចំនួនច្រើនខ្វះសតិគ្រប់គ្រងចិត្តកាលសេចក្តីក្រោធជាដើមកើតឡើងហើយក៏បណ្ដោយឲ្យវារុករានទន្ទ្រានតទៅបានតាមស្រួលតាំងតែពីចិត្តរហូតដល់កាយចិត្តដែលត្រូវសេចក្តីក្រោធគ្របសង្កត់រមែងក្តៅរលរៀលនិងងងឹតងងល់មិនឃើញហេតុផលអ្វីទាំងអស់คล้ายជាយៈចិត្តមៀចិត្តដូច្នេះបង្កប់ឲ្យមាត់ជេរបង្កប់ឲ្យកាយវាយដំច្រំធាក់សម្លាប់កាប់សម្លេះយ៉ាងទីរុនជួនកាលសម្លាប់រហូតមាតាបិតាបង្កើតខ្លួនថែមទៀតជួនកាលក៏ទម្លាយវាយសំពងទ្រព្យរបស់ដ៏មានតម្លៃដែលខ្លួនធ្លាប់ស្រឡាញ់កាលសេចក្តីក្រោធស្ងប់កាលហេតុផលត្រឡប់មករកចិត្តហើយនោះឯងគេនឹងខូចចិត្តគិតស្ដាយក្រោយយ៉ាងពន់ពេកខូចចិត្តគិតស្ដាយក្រោយក៏គ្មានប្រយោជន៍ព្រោះជ្រុលជ្រោះហួសទៅហើយនេះគឺទោសរបស់ការខ្វះសតិគ្រប់គ្រងចិត្តអាចបង្កទុក្ខទោសច្រើនប្រការមនាលឧបាសកការលោកជ្រាបដូច្នេះហើយចូលព្យាយាមត្រួតត្រាចិត្តជានិច្ចមានសតិប្រចាំចិត្តក្នុងកាលមានអារម្មណ៍ផ្សេងជ្រែកចូលមកព្យាយាមរក្សាចិត្តឲ្យនៅក្នុងសភាពផូរផង់ស្អាតហើយលោកនឹងបានសុខសប្បាយចិត្តជាដរាបខ្ញុំបានទេសនាព្រានប្រដៅមេស្រុកឲ្យមានចិត្តជ្រះថ្លារសាយសេចក្តីសោកសៅហើយក៏ឃ្លុំចពោចូលទៅក្នុងស្រុកជាមួយមេស្រុកភាពដែលបានឃើញកាលមកដល់ភូមិស្រុកក៏គឺផ្ទះរបស់មេស្រុកបានក្លាយជាធ្យូងផេះអស់ទៅហើយកូនប្រពន្ធរបស់មេស្រុកកំពុងអង្គុយយំសម្លឹងមើលគំនរធ្យូងផេះនៅពីក្រោមម្លប់ឈើជិតនោះមានអ្នកស្រុកមកមើលហេតុការណ៍និងសម្ដែងសហគតទុកនឹងមេស្រុកយ៉ាងច្រើនអ្នកស្រុកនិយាយឡើងលោកនាយខ្ញុំបានខូចចិត្តណាស់ក្នុងគ្រោះកម្មរបស់លោកតែនឹងធ្វើយ៉ាងណាបានណាហើយចុះលោកមិនត្រូវព្រួយបារម្ភអ្វីពួកយើងពេញចិត្តនឹងជួយទំនុកបម្រុងលោកមេស្រុកតបអរគុណច្រើនដែលមានបំណងល្អចំពោះខ្ញុំមេស្រុកបែរទៅនិយាយនឹងគេដោយសម្លេងប្រក្រតី
តែមិនត្រូវខូចចិត្តខូចថ្លើមទេព្រោះវាជារបស់ធម្មតាផ្ទះនេះមិនមែនរបស់យើងប្រាក់មាសនិងទ្រព្យសម្បត្តិគ្រប់យ៉ាងដែលត្រូវភ្លើងឆេះជាមួយនឹងផ្ទះនោះក៏មិនមែនរបស់យើងខ្ចីលោកមកប្រើមួយដងមួយគ្រាក្នុងរវាងដែលយើងមកស្នាក់អាស្រ័យនៅក្នុងលោកនេះប៉ុណ្ណោះម្ចាស់របស់គេគឺផែនដីគេត្រូវការយករបស់គេទៅវិញគេទើបប្រើភ្លើងមកយកយើងក៏ប្រគល់ឲ្យគេវិញទៅនឹងនៅរវល់ខូចចិត្តខូចថ្លើមធ្វើអ្វីជីវិតនៅមានក៏រកបានថ្មីនោះទៀតនោះឯងពាក្យនិយាយដ៏គួរឲ្យស្ដាប់របស់មេស្រុកធ្វើឲ្យពពួកមហាជនដែលមកមើលហេតុការណ៍ស្ដាប់ភាំងទាំងអស់គ្នាលោកនាយប្រសាសន៍លោកនិយាយគួរស្ដាប់ចាប់ចិត្តណាស់កូនប្រុសម្នាក់និយាយទម្លាយសេចក្តីស្ងៀមស្ងាត់ឡើងមិនមែនសម្ដីរបស់ខ្ញុំទេជាសម្ដីរបស់លោកម្ចាស់នៃយើងទាំងឡាយនេះមេស្រុកនិយាយព្រមទាំងចង្អុលមកខ្ញុំមិនមែនសម្ដីរបស់អាត្មាខ្ញុំនិយាយឡើងខ្លះតែជាវាចារបស់ព្រះបរមសាស្តាសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គជាអ្នកត្រាស់ដឹងសេចក្តីពិតធម្មតារបស់សេចក្តីពិតរមែងគួរស្ដាប់ជានិច្ចខ្ញុំបានទេសនាណែនាំអ្នកស្រុកក្នុងសាមគ្គីធម៌ល្មមសមគួរហើយក៏វិលត្រឡប់ទៅកត់វិញ